ទូរទស្សនិកជនជាទីគោរពអាជ្ញាធរក្រុងសៀមរាបលើកទឹកចិត្តដល់កម្លាំងប្រជាការពារសម្ដាប់ធ្នាប់ក្រុងឲ្យបន្តរក្សាសាមគ្គីភាពរួមគ្នាបំពេញភារកិច្ចការពារភាពសុខសាន្តក្នុងមូលដ្ឋានឲ្យបានល្អលោកហាយយុងអភិបាលរងក្រុងសៀមរាបខេត្តសៀមរាបបានជំរុញនិងណែនាំដល់ប្រជាការពាររក្សាសណ្ដាប់ធ្នាប់ក្រុងសូមបន្តរក្សាឲ្យបានរឹងមាំនៅសាមគ្គីភាពផ្ទៃក្នុងពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាននិងកម្លាំងមានសមត្ថកិច្ចដើម្បីរួមគ្នារក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមគោលដៅរៀងៗខ្លួនខណៈដែលក្រុងមានកម្លាំងប្រជាការពាររក្សាសណ្ដាប់ធ្នាប់និងបរិស្ថានក្រុងចំនួន30នាក់ក្នុងនោះមួយផ្នែកជាកម្លាំងស្នូលរបស់រដ្ឋបាលក្រុងនិងមួយផ្នែកជាកម្លាំងស្នូលចុះតាមមូលដ្ឋានទាំង12សង្កាត់ក្នុងក្រុងសៀមរាបលោកហាយយុងបញ្ជាក់ថាប្រជាការពារទាំង30រូបនេះត្បិតតែពុំបានទទួលកម្រៃអ្វីក្តីតែជាកម្លាំងស្នូលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តពេលវេលាដើម្បីចូលរួមការងារសង្គមក្នុងការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងមូលដ្ឋានសូមជម្រាបថានៅវត្តប្រាសាទគោកចកក្នុងសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាបនារសេថ្ងៃទី21ខែមេសាឆ្នាំ2026ព្រះគ្រូចៅអធិការវត្តនិងរដ្ឋបាលក្រុងសៀមរាបបានផ្ដល់ជូនដល់កម្លាំងប្រជាការពារសណ្ដាប់ធ្នាប់ក្រុងចំនួន30នាក់នៅគ្រឿងឧបភោគបរិភោគរួមមានអង្ករមីទឹកស៊ីអ៊ីវទឹកត្រីទឹកសុទ្ធនិងភេសជ្ជៈមួយចំនួនទៀតដើម្បីជាការលើកទឹកចិត្តបន្ទាប់ពីភាពហត់នឿយក្រោយពីជួយសម្រួលសន្តិសុខសណ្ដាប់ធ្នាប់តាមគោលដៅក្នុងមូលដ្ឋានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅលោកអភិបាលរងក្រុងក៏បានណែនាំប្រជាការពារសណ្ដាប់ធ្នាប់ក្រុងទាំងអស់ឲ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងពង្រឹងឆន្ទៈឈរលើស្មារតីទទួលខុសត្រូវនិងសហការល្អជាមួយកម្លាំងសមត្ថកិច្ចដើម្បីរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងគ្រប់គ្រងការងារសន្តិសុខក្នុងមូលដ្ឋានជាប្រចាំតាមគោលដៅរៀងៗខ្លួនឲ្យបានល្អប្រសើរព្រះគ្រូវិចិត្រវង្សាហែមកឹមសែនចៅអធិការវត្តប្រាសាទគោកចកនិងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជារដ្ឋមានថ្នាក់ដឹកនាំថាការចែកជូនគ្រឿងឧបភោគបរិភោគនាពេលនេះគឺជាការលើកទឹកចិត្តនិងបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះសង្ឃនិងអាជ្ញាធរក្រុងជូនដល់កម្លាំងប្រជាការពាររៀបចំសណ្ដាប់ធ្នាប់សាធារណៈការពារសន្តិសុខសុវត្ថិភាពក្នុងវត្តអារាមតាមទីប្រជុំជននិងក្នុងមូលដ្ឋានកាលពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីនេះ